សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះទៅផ្សារទិញបានស្ពៃបូកគោ2ផ្លែបងប្អូនស្ពៃបូកគោល្អហើយធូរថ្លៃខែហ្នឹងហើយខ្ញុំនឹកឃើញយកមកធ្វើគឹមឈីមកបងប្អូនខ្ញុំហាន់វារៀងទូចឹងស្រួលញ៉ាំហើយខ្ញុំប្រឡាក់អំបិលវាហើយខ្ញុំដាក់ត្រាំទឹកចំនួន3ម៉ោងបងប្អូនហើយពេលយើងស្រង់ពីទឹកមកយើងពូតទឹកឲ្យស្ងួនណាបងប្អូនពូទឹកវាអស់ទៅហើយឥឡូវយើងមកមើលគ្រឿងយើងខ្ញុំមានអានេះគ្រឿងសម្រាប់ក្លុកហ្នឹងគឺមកកតោផ្សេងបងប្អូនមានសេរី2ផ្លែប៉ម2ផ្លែហើយខ្ទឹមសខ្ទឹមក្រហមហើយខ្ញីបងប្អូនអានឹងសម្រាប់ក្លុកហើយគ្រឿងសម្រាប់លាយវិញខ្ញុំមានលឹកខ្ទឹមស្លឹកកញ្ឆាចេះថាការ៉ុតខ្ញីហើយខ្ទឹមក្រហមខ្ញុំស្លាយវាខ្ញុំហាន់វារៀងស្ដាងបងប្អូនហើយខ្ញុំក្លុកវាហើយបន្ទាប់មកខ្ញុំទៅកូរម្សៅខ្សាយយើងជាមួយទឹកបងប្អូនហើយអានេះគ្រឿងក្លុកហើយខ្ញុំដាក់លាយវាជាមួយម្សៅម្ទេសការ៉េបងប្អូនខ្ញុំនិយាយរឿងញាប់តិចទេបងប្អូនព្រោះអីវីដេអូវារឿងតិចហើយតែខ្ញុំដាក់ស្ករចំនួន3ស្លាបព្រាហើយរ៉ូឌីបងប្អូនហើយខ្ញុំថែមទឹកត្រីរៀងគួរសមតិចដែរទៅបងប្អូនហើយរូបមន្តពិសេសគឺស្រាក្រហមស្រាតាពាំងបាយជូរយើងហ្នឹងខ្ញុំដាក់1 កែវហើយអានេះអាម្សៅដែលខ្ញុំលាយហើយសនុកអាហ្នឹងវាកាត់ឲ្យឆាប់ជូរបងប្អូនយើងច្បល់វាចូលគ្នាហើយអានឹងស្រួលបងប្អូនយើងដាក់នឹងក្រៅតែមកយកទៅបានញ៉ាំហើយបងប្អូនបើវាអត់តន់ជូរទេយើងថែមមកយកទៀតទៅហើយយកដាក់ក្នុងទូត្រជាក់ទៅទុកញ៉ាំបានយូរអញ្ចឹងណាអានឹងត្រូវជាមួយសាច់អាំងឯងបងប្អូនយ៉ាងណាអត់មានខ្ជិលធ្វើម្ហូបអីអាំងតែសាច់ជ្រូក3ជាន់មកអង្គុយញ៉ាំមួយអានឹងអូយបាយអស់2 3ចានបងប្អូនហើយស្រួលបងប្អូនគឹមឈីអត់មានពិបាកធ្វើតែប៉ុណ្្នឹងមកបងប្អូនរួចរាល់ជាការស្រេចហើយបងប្អូនខុសឆ្គងអីសូមកុំប្រកែប្រកាន់ណាក្នុងវីដេអូបើមានចម្ងល់អីបងប្អូនអាច comment បានណាបងប្អូនសួរបានណាអរគុណច្រើនបងប្អូនសូមជួយ like ជួយ share ផងណាបងប្អូនណាហើយបងប្អូនឃើញហើយ2ផ្លែធ្វើបានច្រើនកតោមែនតើអរគុណច្រើនបងប្អូនណាជួបគ្នាវីដេអូក្រោយបាយ